គ្នាយើងប្រកាសជាបានដឹងហើយថា Mobile Legends ធ្លាប់ធ្វើការចូលរួមសហការជាមួយនឹងទូរស័ព្ទចំនួន2ទូរស័ព្ទ Vivo ជាមួយនឹងទូរស័ព្ទ Honor ដែល skin Idora គឺជា skin របស់ទូរស័ព្ទ Vivo skin Mia ជា skin របស់ទូរស័ព្ទ Honor ប៉ុន្តែកាលពីមួយរយៈមុនណាគឺថា Mobile Legends បាននិយាយថានឹងធ្វើការសហការជាមួយទូរស័ព្ទ Oppo ទៅលើ Hero Galio ហើយឥឡូវហ្នឹងគឺថាស្ងាត់ឈឹងឡានអស់ហ្មងអត់មានលឺដំណឹងអីទៀតសោះតែសក់ការពីល្ងាចមិញហ្នឹងណា Mobile Legends បានធ្វើការតម្លាក់រូបមកសន្លឹកមក portrait skin ណាគឺថា skin វៃសាណាសហការជាមួយនឹងទូរស័ព្ទ Realme និយាយទៅគ្នាយើងមើលគឺថា skin ហ្នឹងស្អាតមែនតើហ្មងមើលទៅគឺថាស៊ីគ្នាមែនតើមានពណ៌លឿងពណ៌កាឈូកពណ៌អីចូលគ្នាមកឡើងខ្ជូតហ្មងប៉ុន្តែគ្រាន់តែថាឆ្ងល់អញ្ចឹងមានទូរស័ព្ទ Oppo ហ្នឹងវាឡានអស់កប់កលៀតណាបាត់ហើយបានសក់ Mobile Legends ល្មោះដៃតម្លាក់ skin វៃសាណា Realme មកផ្លិច surprise តែម្ដងដល់ពេល skin របស់កលៀ Oppo នោះយកគ្នាទៅចាក់សោទុកចាស់ក្នុងទូទឹកកកណាបាត់ផងកំដឹងប៉ុន្តែសម្រាប់ខ្ញុំគិតថាគឺគេមានមូលហេតុរបស់គេគ្នាយើងស្ដាប់ខ្ញុំនិយាយសិនដូចតែគ្នាយើងបានដឹងអញ្ចឹងនៅពេលដែល Hero Galio ហ្នឹងណានៅក្នុង test server គឺថាមានអ្នកចង់លេងច្រើនខ្លាំងមែនតើហ្មងគេថា Hero ខ្លាំងចេះហុយទៅ Hero ហ្នឹងល្បីមែនតើដល់ពេលអញ្ចឹងហើយបាន Mobile Legends បានត្រៀមនៅ skin Oppo ហ្នឹងឲ្យ Galio ប៉ុន្តែមានតាណាស្រាប់តែពេលទៅ Hero ចេញមកឡើង flop រឿងទៅអត់សូវមានអ្នកលេងប្រហែលតែ Hero ហ្នឹងខ្ញុំលេងអត់សូវជួបតែខ្ញុំនិយាយត្រង់ហ្មងណាគឺថា Mobile Legends ចេញ Hero support មកប្រហែលទៀតក៏ដោយគឺថាมันអាចបាំងភាពល្បីល្បាញរបស់ Angela បានតែ Angela នៅតែឈរលំដាប់លេខ1ជា Hero ដែលល្បីដែរនិយាយទៅគឺថាល្បីគ្រប់រឿងហ្មង Angela តន់ trend ទាំងអស់ហ្មងល្បីតាំងពីរឿងស៊ីប៉ែល្បីតាំងពីរឿងញ៉ែប្រុសល្បីតាំងពីរឿងអត់ចូលគ្នាល្បីតាំងពីរឿងចូលទៅសង្សារនិយាយតាមមួយម៉ាត់អេស្រួលស្ដាប់ចេះគឺថា Angela គឺ on top ហ្មងលេខ1ហ្មងអត់មានធ្លាក់ទៅណាទេ Angela នៅតែឈរលំដាប់ទី1ក្នុង game Mobile Legends ហ្នឹងដែរដល់ពេលអញ្ចឹងទោះបីជា Mobile Legends ខំប្រឹងចេញ Hero support មកប្រហែលទៀតក៏ដោយគឺថាអាចបាំង Angela បានទេអត់មានបាំងភាពល្បីល្បាញបានទេ Angela យកជើងគៀតម្លាក់ទឹកទាំងអស់ហ្នឹងហើយឥឡូវយើងទៅនិយាយពីសាច់ការយើងវិញកុំអាននិយាយពី Oppo Vivo សុកទៅចេញ Dear Angela ឡើងមកជួអាគ្នាមានដឹងអីសោះណាមួយឥឡូវហ្នឹងវាអញ្ចឹងមែនគ្នាយើងដោយសារតែកាលីអត់សូវមានអ្នកលេងប្រហែលទេឡើងស្ងាត់ហ្មងចាញ់ទាំងវិសាណាទៀតវិសាណាឥឡូវត្រូវប៉ាន់មែនតើហ្មងអញ្ចឹងហើយបើតាមខ្ញុំគិតណាអាហ្នឹងហើយក៏ជាមូលហេតុមួយដែលធ្វើឲ្យ Mobile Legends ចេញ skin ហ្នឹងឲ្យវិសាណាដែរចុះសម្រាប់គ្នាយើងវិញគិតមិនដែរហើយគិតថា skin ហ្នឹងស្អាតដល់ជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងណាអរគុណច្រើន